ជំរាបសួរមិត្តភ័ក្តិទាំងអស់គ្នាខ្ញុំជានិស្សិតម្នាក់ដែលរៀននៅសាលាប្រកបវិទ្យាល័យជាគ្រប់គ្រងហៅថានិមថ្ងៃនេះខ្ញុំចង់និយាយប្រាប់មិត្តភ័ក្តិទាំងអស់គ្នាពីវីដេអូឃ្លីបមួយពីរឿងចោលឆក់កាបូបថ្ងៃនេះខ្ញុំត្រូវបានចោលឆក់កាបូបដៃដែលមានលុយមួយចំនួនដែលមកឲ្យបងថ្លៃសាលានៅម៉ោងប្រហែលជាម៉ោង10កន្លះពេលខ្ញុំចេញពីសាលារៀនហ្នឹងខ្ញុំក៏ជិះមកផ្ទះឆ្លងថ្នល់ជិះមកផ្ទះដោយសប្ដងអញ្ចឹងប៉ុន្តែពេលដែលខ្ញុំជិះឆ្លងថ្នល់មកមានប៉ូលីសចំនួន2នាក់ប៉ូលីសចរាចរណ៍ហ្នឹងគាត់ក៏ហៅខ្ញុំឈប់នៅតាមរបងសាលាហ្នឹងរដងគឺអត់ដែលមានពួកគាត់នៅនឹងទេតែថ្ងៃហ្នឹងអត់ដឹងថាម៉េចគឺមានពួកគាត់នៅគៀនសាលាខ្ញុំហ្នឹងហើយគាត់ក៏ហៅខ្ញុំឲ្យឈប់ហើយខ្ញុំឲ្យឈប់ខ្ញុំក៏បានឈប់តាមគាត់ហើយខ្ញុំសួរថាពូខ្ញុំខុសអីគាត់ថាខ្ញុំនឹងឆ្លងជិះឆ្លងថ្នល់ទៅផ្ទះហ្នឹងខុសហើយខុសជិះប្រជ្រះគេហើយតែខ្ញុំបានជិះប្រជ្រះហើយខ្ញុំជិះធំធ្វើដូចគេដូចឯងអញ្ចឹងតែគាត់ក៏បានហៅខ្ញុំហើយពួកគាត់នោះអត់មានអាចកុំនៅក្នុងដៃទេពេលគាត់ហៅខ្ញុំមកគាត់ថាជិះប្រជ្រះហើយអញ្ចឹងគាត់ទៀមទារកាតគ្រីម៉ូតូពេលដែលខ្ញុំថាពូខ្ញុំអត់មានកាតគ្រីម៉ូតូខ្ញុំមានតែតាក់ញៀនបានអញ្ចឹងគាត់ថាតាក់ញៀនបានក៏បានដែរឲ្យខ្ញុំនឹងយកតាក់ញៀនបានគាត់មើលពេលខ្ញុំពងតាចូលតាក់ញៀនបានចេញពីកាបូបដៃខ្ញុំហ្នឹងក៏មានចៅជិះម៉ូតូធំ2នាក់គាត់បានមកឆក់កាបូបខ្ញុំលោកឆក់នៅពីមុខប៉ូលីសហ្នឹងហ្មងហើយខ្ញុំក៏អត់បានធ្វើផែបែរមុខទឹកខ្នល់ដែរពេលដែលខ្ញុំហូតកាបូបខ្ញុំមកហ្នឹងគឺខ្ញុំឈរចំប្រឡោះកដាលប៉ូលីសហើយគាត់មានប៉ូលីសហ្នឹងឈរសងខាងតែចោលនៅតែលោកដៃឆក់បានទៀតហើយប៉ូលីសគឺគាត់អត់មានកាយវិការមានធ្វើអីទាំងអស់គឺគាត់ឈរដូចលក្ខណៈមនុស្សជនឬក៏ម៉ាលកាំងឈរស្ងៀមដើម្បីឲ្យចោលហ្នឹងឆក់យកទៅស្រួលៗមកហើយពេលដែលខ្ញុំស្រីថាចោលគាត់ក៏ប៉ូលីសម្នាក់ទៀតគាត់ជិះតាមទៅប៉ុន្តែគាត់ជិះទៅមកតែបន្តិចគាត់បកក្រោយគាត់ថាគាត់តាមចោលនឹងអត់តនៃចោលនឹងជិះម៉ូតូធំគាត់ជិះម៉ូតូធម្មតាអញ្ចឹងចោលនឹងជិះលឿនជាងគាត់ដឹងថាចោលនឹងជិះតាមផ្លូវណាហើយគាត់ស្ទះគាត់អីចឹងគាត់អត់ដឹងថាចោលជិះតាមផ្លូវណាគាត់តាមអត់តន់ពេលដែលគាត់តាមអត់តន់អញ្ចឹងទៅខ្ញុំគាត់ថាពួកឯងធ្វើអញ្ចឹងពួកប៉ូលីសឯងធ្វើអញ្ចឹងអត់ត្រឹមត្រូវទេពួកឯងត្រូវទទួលខុសត្រូវលើខ្ញុំពួកអីបើសិនជាពួកឯងអត់ហាយខ្ញុំឈប់ខ្ញុំក៏អត់បានត្រូវចោលឆក់អញ្ចឹងដែរហើយខ្ញុំក៏ជិះមកក៏អត់ខុសអីដែរហេតុអីក៏ពួកឯងមកថាខ្ញុំជិះខុសដល់ពេលពួកឯងហាយខ្ញុំអញ្ចឹងចោលហ្នឹងគឺបានឆក់កាបូបខ្ញុំទៅអញ្ចឹងឥឡូវខ្ញុំអត់ដឹងពួកឯងត្រូវតែទទួលខុសត្រូវលើខ្ញុំហើយពួកពូតុកអីក៏ពូតុកពូម៉ូតូឌុបអីក៏គាត់ថាដែរគាត់ថាបើពូប៉ូលីសឯងធ្វើអញ្ចឹងអត់ត្រូវទេត្រូវតែទទួលខុសត្រូវព្រោះអីពួកឯងនៅនឹងហេតុអីក៏ឲ្យចោលនឹងឆក់បានអញ្ចឹងពួកឯងធ្វើប៉ូលីសអីក៏អន់ដែរក៏ឲ្យចោលឆក់បានធ្វើដូចឈោធម្មតាដូចអត់ដឹងអីអត់មានវិញ្ញាណនៅក្នុងខ្លួនអញ្ចឹងគាត់ថាគាត់អត់ទទួលខុសត្រូវរឿងហ្នឹងឯងគាត់ទទួលខុសត្រូវតែរឿងផាកដែលជាងជីប្រជ្រះផ្លូវហើយក៏រឿងមុខកោរឿងអីឯងគាត់អត់មានទទួលខុសត្រូវផ្នែករឿងចោលឆក់អីហ្នឹងដែរអញ្ចឹងគាត់ថាគាត់ធ្វើប៉ូលីសធ្វើអីគាត់អន់ម៉េះធ្វើជាប៉ូលីសមួយទាំងមូលហើយឲ្យចោលមកឆក់ស្រួលប្រជាជនស្រួលនៅនឹងមុខគាត់មកហើយគាត់អត់ព្រមជិះតាមតែបែរគាត់ជិះតាមតនមែនហ្នឹងគឺគាត់តនឯងអញ្ចឹងខ្ញុំសង្ស័យថាប៉ូលីសហើយនឹងចោលដែលបានឆក់ខ្ញុំហ្នឹងប្រហែលជាគ្នាគាត់តែមួយបើសិនជាមិនមែនគ្នាគាត់ទេគាត់មិនមែនធ្វើឈោធម្មតាហើយណាមួយកន្លែងដែលប៉ូលីសឈោជើងនៅជាប់សាលាជាតិគ្រប់គ្រងខ្ញុំហ្នឹងគឺអត់ដែលមានទេតែថ្ងៃហ្នឹងគឺមានគាត់2នាក់គាត់គឺមិនឈោរដងគឺមានប៉ូលីសដែរប៉ុន្តែប៉ូលីសឈោជើងនៅខាងមុខរ៉ាបអតិភ្លើងប៉ុន្តែថ្ងៃហ្នឹងគឺមិនឈោជាប់សាលាខ្ញុំមកអញ្ចឹងបានន័យថាចោលហើយនឹងប៉ូលីសដែលឈោចិត្តសាលាខ្ញុំហ្នឹងគឺបានន័យថាគ្នាគាត់តែមួយឯងអញ្ចឹងមិត្តភ័ក្តិទាំងអស់គ្នាជួយ share វីដេអូនេះឲ្យមិត្តភ័ក្តិដទៃទៀតបានដឹងផងហើយមានការប្រុងប្រយ័ត្នទាំងអស់គ្នាដើម្បីកុំឲ្យមានការដើម្បីកុំឲ្យពួកគាត់មកបន្លំធ្វើជាប៉ូលីសហើយក៏ខ្ញុំមិនដឹងថាគាត់ប៉ូលីសមែនទេឬក៏ខ្លាំងខ្លាយដែរប៉ុន្តែទង្វើដែលគាត់ធ្វើគឺអត់មានភាពទំនួលខុសត្រូវជាប៉ូលីសមកលើប្រជាជនតែហ្មងអញ្ចឹងសូមអ្នកទាំងអស់គ្នាជួយ share វីដេអូ